ទេវទូតសូត្រទី10ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថីកាលព្រះមានព្រះភិក្ខគង់នៅក្នុងវត្តនោះបានត្រាស់ហៅភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គព្រះមានព្រះភិក្ខទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយមានផ្ទះពីរប្រកបដោយទ្វារក្នុងផ្ទះនោះមានបុរសភ្នែកភ្លឺម្នាក់ឈរចំកណ្ដាលគប្បីមើលឃើញពួកមនុស្សដែលកំពុងចូលទៅកាន់ផ្ទះក្តីចេញអំពីផ្ទះក្តីកំពុងសញ្ចរទៅមកក្តីកំពុងត្រាច់ទៅមកក្តីសេចក្តីនេះមានឧបមាយ៉ាងណាមនាលភិក្ខុទាំងឡាយមានឧបមាដោយតថាគតមានចក្ខុដូចជាទឹកដ៏បរិសុទ្ធកន្លងលើសចក្ខុជារបស់នៃមនុស្សធម្មតារមែងឃើញពួកសត្វលោកដែលសយុទ្ធដែលកើតជាសត្វថោកទាបឧត្តមមានសម្បុរល្អមានសម្បុរអាក្រក់មានកតិល្អមានកតិអាក្រក់ដឹងច្បាស់នៅពួកសត្វដែលអន្ទោលទៅតាមកម្មរបស់ខ្លួនថាណសត្វទាំងឡាយនេះប្រកបដោយកាយសុចរិតប្រកបដោយវចីសុចរិតប្រកបដោយមនោសុចរិតជាអ្នកមិនតេះដៀលព្រះអរិយបុគ្គលទាំងឡាយជាសម្មាទិដ្ឋិប្រកាន់នៅអំពើជាសម្មាទិដ្ឋិលុះសត្វទាំងនោះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកចំណែកសត្វទាំងឡាយនេះប្រកបដោយកាយសុចរិតប្រកបដោយវចីសុចរិតប្រកបដោយមនោសុចរិតជាអ្នកមិនតេះដៀលព្រះអរិយបុគ្គលទាំងឡាយជាសម្មាទិដ្ឋិប្រកាន់នៅអំពើជាសម្មាទិដ្ឋិលុះសត្វទាំងនោះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងពួកមនុស្សលោកណសត្វទាំងនេះប្រកបដោយកាយទុច្ចរិតប្រកបដោយវចីទុច្ចរិតប្រកបដោយមនោទុច្ចរិតជាអ្នកតេះដៀលព្រះអរិយបុគ្គលទាំងឡាយជាមច្ឆាទិដ្ឋិប្រកាន់នៅអំពើជាមច្ឆាទិដ្ឋិលុះសត្វទាំងនោះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងកំណើតប្រាតវិស័យចំណែកសត្វទាំងឡាយនេះប្រកបដោយកាយទុច្ចរិតប្រកបដោយវចីទុច្ចរិតប្រកបដោយមនោទុច្ចរិតជាអ្នកតេះដៀលព្រះអរិយបុគ្គលទាំងឡាយជាមច្ឆាទិដ្ឋិប្រកាន់នៅអំពើជាមច្ឆាទិដ្ឋិលុះសត្វទាំងនោះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងកំណើតដេរឆានចំណែកពួកសត្វនេះប្រកបដោយកាយទុច្ចរិតប្រកបដោយវចីទុច្ចរិតប្រកបដោយមនោទុច្ចរិតជាអ្នកតេះដៀលព្រះអរិយបុគ្គលទាំងឡាយជាមច្ឆាទិដ្ឋិប្រកាន់នៅអំពើជាមច្ឆាទិដ្ឋិលុះសត្វទាំងនោះបែកធ្លាយរាងកាយស្លាប់ទៅក៏ទៅកើតក្នុងកំណើតដេរឆានប្រែតអសុរកាយនរោមនាលភិក្ខុទាំងឡាយពួកនិរយបាលចាប់បុរសនោះត្រង់ដើមដៃផ្សេងនាំយកទៅថ្វាយព្រះយមរាជរួចក្រាបទូលថាបបិទ្ធព្រះឧបបាទិទេពបុរសនេះជាអ្នកមិនគោរពមាតាបិតាមិនគោរពសាមណៈមិនគោរពព្រាហ្មណ៍មិនកោតក្រែងក្នុងត្រកូលរាមច្បងទេសូមទ្រង់ដាក់អាជ្ញាដល់បុរសនេះចុះមនាលភិក្ខុទាំងឡាយទើបព្រះយមរាជសាកសួរដេញដោលសួរឆ្លិចឆ្លីនៅទេវទូតទី1និងបុរសនោះថាណែបុរសអ្នកឯងមិនបានឃើញទេវទូតទី1ដែលកើតប្រកបក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេមនាលភិក្ខុទាំងឡាយព្រះយមរាជត្រឡប់សួរបុរសនោះយ៉ាងនេះវិញថាមនាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី
កំពុងដេកផ្ងាដេកត្រាំក្នុងទឹកម៉ូតនិងលាមករបស់ខ្លួនក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គបានឃើញមនាលភិក្ខុទាំងឡាយព្រះយមរាជសួរបុរសនោះយ៉ាងនេះទៀតថាកាលអ្នកឯងនោះដឹងក្តីឡើងរហូតដល់ចាស់តើមានគំនិតថាអាត្មាអញឯងមានជាតិជាធម្មតាមិនកន្លងនៅជាតិទៅបានឡើយបើដូច្នោះគួរតែអាត្មាអញធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តដូច្នេះដែរឬទេបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញដូច្នោះបានឡើយសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គជាមនុស្សប្រមាទមនាលភិក្ខុទាំងឡាយព្រះយមរាជមានព្រះអង្ការពន្យល់បុរសនោះយ៉ាងនេះថាមនាលបុរសព្រោះតែសេចក្តីប្រមាទបានជាអ្នកឯងមិនបានធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តអើបុរសបើអ្នកឯងមានសេចក្តីប្រមាទយ៉ាងណាពួកនិរយបាលនឹងធ្វើអ្នកឯងយ៉ាងនោះវិញត្បិតបាបកម្មរបស់អ្នកឯងនោះមិនមែនមេដាធ្វើឲ្យទេមិនមែនបិតាធ្វើឲ្យទេមិនមែនបងប្អូនប្រុសធ្វើឲ្យទេមិនមែនបងប្អូនស្រីធ្វើឲ្យទេមិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេមិនមែនពួកញាតិសាលោហិតធ្វើឲ្យទេមិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេមិនមែនទេវតាទាំងឡាយធ្វើឲ្យទេហើយបាបកម្មនោះគឺអ្នកឯងធ្វើខ្លួនឯងអ្នកឯងនឹងត្រូវទទួលវិបាកនៃបាបកម្មនោះវិញមនាលភិក្ខុទាំងឡាយលុះព្រះយមរាជសាកសួរដេញដោលសួរឆ្លេចឆ្លីនៅទេវទូតទី1និងបុរសនោះរួចហើយទើបសាកសួរដេញដោលសួរឆ្លេចឆ្លីនៅទេវទូតទី2ទៀតថាមនាលបុរសអ្នកឯងមិនបានឃើញទេវទូតទី2ដែលកើតប្រកបក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេមនាលភិក្ខុទាំងឡាយព្រះយមរាជត្រឡប់សួរបុរសនោះយ៉ាងនេះវិញថាណែបុរសចុះអ្នកឯងមិនបានឃើញស្ត្រីឬបុរសដែលមានអាយុ80ឆ្នាំ90ឆ្នាំឬ100ឆ្នាំដែលចាស់គ្រាំគ្រាអំពីកំណើតមានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះមានកាយកោងកាន់ឈើច្រត់ដើរទៅញ័ររន្ធត់ក្តៅអន្ទះសាមានវ័យជ្រុលហួសហើយមានធ្មេញបាក់មានសក់ស្កូវមានក្បាលឆោមានក្បាលទំពេកមានស្បែកជ្រួញជ្រាវមានខ្លួនសៅមងដោយប្រជ្រុយក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គបានឃើញមនាលភិក្ខុទាំងឡាយទើបព្រះយមរាជសួរបុរសនោះយ៉ាងនេះទៀតថាណែបុរសកាលអ្នកឯងនោះដឹងក្តីឡើងរហូតដល់ចាស់តើមានគំនិតថាអាត្មាអញឯងមានសេចក្តីគ្រាំគ្រាជាធម្មតាមិនកន្លងនៅសេចក្តីគ្រាំគ្រាទៅបានឡើយបើដូច្នោះគួរតែអាត្មាអញធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តដូច្នេះដែរឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញទេសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គជាមនុស្សប្រមាទមនាលភិក្ខុទាំងឡាយព្រះយមរាជក៏ត្រាស់ពន្យល់បុរសយ៉ាងនេះថាមនាលបុរសព្រោះតែសេចក្តីប្រមាទបានជាអ្នកឯងមិនធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តអើបុរសបើអ្នកឯងមានសេចក្តីប្រមាទយ៉ាងណាពួកនិរយបាលនឹងធ្វើអ្នកឯងយ៉ាងនោះវិញបិទបាបកម្មរបស់អ្នកនោះមិនមែនមេដាធ្វើឲ្យទេមិនមែនបិតាធ្វើឲ្យទេ
មិនមែនបងប្អូនប្រុសធ្វើឲ្យទេមិនមែនបងប្អូនស្រីធ្វើឲ្យទេមិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេមិនមែនពួកញាតិសាលោហិតធ្វើឲ្យទេមិនមែនពួកសាមណៈព្រាហ្មណ៍ធ្វើឲ្យទេមិនមែនពួកទេវតាទាំងឡាយធ្វើឲ្យទេឯបាបកម្មនោះគឺអ្នកឯងធ្វើខ្លួនឯងអ្នកឯងនឹងត្រូវទទួលវិបាកនៃបាបកម្មនោះវិញមនាលភិក្ខុទាំងឡាយលុះព្រះយមរាជសាកសួរដេញដោលសួរឆ្លិចឆ្លីនៅទេវទូតទី2និងបុរសនោះរួចហើយទើបសាកសួរដេញដោលសួរឆ្លិចឆ្លីនៅទេវទូតទី3ទៀតថាមនាលបុរសអ្នកឯងមិនបានឃើញនៅទេវទូតទី3ដែលកើតប្រកបក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេមនាលភិក្ខុទាំងឡាយព្រះយមរាជត្រឡប់សួរបុរសនោះយ៉ាងនេះវិញថាណែបុរសអ្នកឯងមិនបានឃើញនៅស្ត្រីឬបុរសដែលមានជំងឺដល់នៅសេចក្តីលំបាកឈឺធ្ងន់កំពុងដេកត្រាំក្នុងទឹកម៉ូតនិងលាមករបស់ខ្លួនលុះតែមានពួកជនដតីគ្រាទើបក្រោករួចមានពួកជនដតីគ្រាទើបចូលមកបានក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គបានឃើញមនាលភិក្ខុទាំងឡាយព្រះយមរាជសួរបុរសនោះយ៉ាងនេះទៀតថាណែបុរសកាលអ្នកឯងនោះដឹងក្តីឡើងរហូតដល់ចាស់តើមានគំនិតថាអាត្មាអញឯងមានជំងឺជាធម្មតាមិនកន្លងនៅជំងឺទៅបានឡើយបើដូច្នោះគួរតែអាត្មាអញធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តដូច្នេះដែរឬទេបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញទេសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គជាមនុស្សប្រមាថមនាលភិក្ខុទាំងឡាយព្រះយមរាជត្រាស់ពន្យល់បុរសនោះយ៉ាងនេះថាណែបុរសព្រោះតែសេចក្តីប្រមាថបានជាអ្នកឯងមិនបានធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តអើបុរសបើអ្នកឯងមានសេចក្តីប្រមាថយ៉ាងណាពួកនិរយបាលនឹងធ្វើអ្នកឯងយ៉ាងនោះវិញក្បិតបាបកម្មរបស់អ្នកឯងនោះមិនមែនមេត្តាធ្វើឲ្យទេមិនមែនបិតាធ្វើឲ្យទេមិនមែនបងប្អូនប្រុសធ្វើឲ្យទេមិនមែនបងប្អូនស្រីធ្វើឲ្យទេមិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេមិនមែនពួកញាតិសាលោហិតធ្វើឲ្យទេមិនមែនពួកសាមណៈព្រាហ្មណ៍ធ្វើឲ្យទេមិនមែនពួកទេវតាទាំងឡាយធ្វើឲ្យទេបាបកម្មនោះគឺអ្នកឯងធ្វើខ្លួនឯងអ្នកឯងនឹងត្រូវទទួលវិបាកនៃបាបកម្មនោះវិញមនាលភិក្ខុទាំងឡាយលោកព្រះយមរាជសាកសួរដេញដោលសួរឆ្លិចឆ្លីនៅទេវទូតទី3និងបុរសរួចហើយទើបសាកសួរដេញដោលសួរឆ្លិចឆ្លីនៅទេវទូតទី4ទៀតថាណែបុរសអ្នកឯងមិនបានឃើញនៅទេវទូតទី4ដែលកើតប្រកបក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេមនាលភិក្ខុទាំងឡាយទើបព្រះយមរាជត្រឡប់សួរបុរសនោះយ៉ាងនេះវិញថាណែបុរសចុះអ្នកឯងបានឃើញនៅព្រះរាជាទាំងឡាយកាលចាប់ចោលដែលប្រព្រឹត្តអាក្រក់បានហើយត្រាស់បង្គាប់ឲ្យធ្វើនៅកម្មករផ្សេងគឺឲ្យវាយដោយរំពាត់ខ្លះឲ្យវាយដោយផ្ដៅខ្លះឲ្យវាយដោយដំបងខ្លីខ្លះឲ្យកាត់ដៃខ្លះឲ្យកាត់ជើងខ្លះឲ្យកាត់ទាំងដៃទាំងជើងខ្លះឲ្យកាត់ស្លឹកត្រចៀកខ្លះឲ្យកាត់ច្រមុះខ្លះឲ្យកាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះឲ្យធ្វើពិលៀងកថាលិកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះឲ្យធ្វើនៅសង្ឃមណ្ឌិកកម្ម
គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសម្បកសាងខ្លះឲ្យធ្វើនៅរាហុមុខកម្មគឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហុខ្លះឲ្យធ្វើនៅចោតេមាលិកកម្មគឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះឲ្យធ្វើនៅហត្ថបច្ចោតិកកម្មគឺអំពើដែលគេដុតដៃខ្លះឲ្យធ្វើនៅអេរកវតិកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះឲ្យធ្វើនៅចៃរកវាសិកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសម្ពុតសម្បកឈើខ្លះឲ្យធ្វើនៅអេណយកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វត្រីខ្លះឲ្យធ្វើនៅពលិសមង្សិកកម្មគឺអំពើដែលគេធ្ពក់មាត់ដោយកាងឬសន្ទូចខ្លះឲ្យធ្វើនៅកហាបនកកម្មគឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយខ្លះឲ្យធ្វើនៅខារាបតច្ឆិកកម្មគឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះឲ្យធ្វើនៅបល័យខៈបវតិកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគល់ឬសសរគោលខ្លះឲ្យធ្វើនៅបលាលៈបៃថកកម្មគឺអំពើដែលគេធ្វើឲ្យដូចជាកណ្ដាប់ចម្បើងខ្លះឲ្យស្រោចប្រេងដែលក្តៅខ្លះឲ្យឆ្កែខំខ្លះឲ្យដេកផ្ងាលើឈើអណ្ដោតទាំងរស់ខ្លះឲ្យកាត់ក្បាលដោយដាវខ្លះដូច្នេះដែរឬទេបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ប្រមេតាប្រោសខ្ញុំព្រះអង្គបានឃើញមនាលភិក្ខុទាំងឡាយព្រះយមរាជសួរបុរសនោះយ៉ាងនេះទៀតថាណែបុរសកាលអ្នកឯងនោះដឹងក្តីឡើងរហូតដល់ចាស់តើមានគំនិតថាបានឮថាអ្នកណាធ្វើនៅបាបកម្មទាំងឡាយអ្នកនោះគេនឹងធ្វើកម្មករផ្សេងយ៉ាងនេះវិញក្នុងបច្ចុប្បន្ននេះឯងនឹងបាច់និយាយថ្មីក្នុងបរិលោកបើដូច្នោះគួរតែអាត្មាអញធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តដូច្នេះដែរឬទេបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ប្រមេតាប្រោសខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញទេសូមទ្រង់ប្រមេតាប្រោសខ្ញុំព្រះអង្គជាមនុស្សប្រមាទមនាលភិក្ខុទាំងឡាយព្រះយមរាជក៏ត្រាស់ពន្យល់បុរសនោះយ៉ាងនេះថាណែបុរសព្រោះតែសេចក្តីប្រមាទបានជាអ្នកឯងមិនធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តអើបុរសបើអ្នកឯងមានសេចក្តីប្រមាទយ៉ាងណាពួកនិរិយបាលនឹងធ្វើអ្នកឯងយ៉ាងនោះវិញត្បិតបាបកម្មរបស់អ្នកឯងនោះមិនមែនមេដាធ្វើឲ្យទេមិនមែនបៃតាធ្វើឲ្យទេមិនមែនបងប្អូនប្រុសធ្វើឲ្យទេមិនមែនបងប្អូនស្រីធ្វើឲ្យទេមិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេមិនមែនពួកញាតិសាលោហិតធ្វើឲ្យទេមិនមែនពួកសមណៈព្រាហ្មណ៍ធ្វើឲ្យទេមិនមែនទេវតាទាំងឡាយធ្វើឲ្យទេបាបកម្មនោះគឺអ្នកឯងធ្វើខ្លួនឯងអ្នកឯងនឹងត្រូវទទួលវិបាកនៃបាបកម្មនោះវិញមនាលភិក្ខុទាំងឡាយលុះព្រះយមរាជសាកសួរដេញដោលសួរឆ្លេចឆ្លីនៅទេវទូតទី4និងបុរសនោះរួចហើយទើបសាកសួរដេញដោលសួរឆ្លេចឆ្លីនៅទេវទូតទី5ទៀតថាណែបុរសអ្នកឯងមិនបានឃើញនៅទេវទូតទី5ដែលកើតប្រកបក្នុងមនុស្សលោកទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ប្រមេតាប្រោសខ្ញុំព្រះអង្គមិនបានឃើញទេមនាលភិក្ខុទាំងឡាយព្រះយមរាជត្រឡប់សួរបុរសនោះយ៉ាងនេះវិញថាណែបុរសអ្នកឯងមិនបានឃើញស្ត្រីឬបុរសដែលស្លាប់អស់1ថ្ងៃឬស្លាប់អស់2ថ្ងៃឬស្លាប់អស់3ថ្ងៃកំពុងហើមប៉ោងមានសម្បុរខៀវដោយច្រើនមានខ្ទុះហូរចេញតាមទ្វារផ្សេងទេឬបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ប្រមេតាប្រោសខ្ញុំព្រះអង្គបានឃើញមនាលភិក្ខុទាំងឡាយព្រះយមរាជ
សួរបរោះនោះយ៉ាងនេះទៀតថាណែបរោះកាលអ្នកឯងនោះដឹងក្តីឡើងរហូតដល់ចាស់តើមានគំនិតថាអាត្មាអញឯងមានសេចក្តីស្លាប់ជាធម្មតាមិនកន្លងសេចក្តីស្លាប់ទៅបានឡើយបើដូច្នោះគួរតែអាត្មាអញធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តដូច្នេះដែរឬទេបុរសនោះក្រាបទូលយ៉ាងនេះថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គមិនអាចនឹងគិតឃើញទេសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គជាមនុស្សប្រមាថមនាលភិក្ខុទាំងឡាយព្រះយមរាជត្រាស់ពន្យល់បុរសនោះយ៉ាងនេះថាណែបុរសព្រោះតែសេចក្តីប្រមាថបានជាអ្នកឯងមិនធ្វើអំពើល្អដោយកាយដោយវាចាដោយចិត្តអើបុរសបើអ្នកឯងមានសេចក្តីប្រមាថយ៉ាងណាពួកនិរិយបាលនឹងធ្វើអ្នកឯងយ៉ាងនោះវិញត្បិតបាបកម្មរបស់អ្នកឯងនោះមិនមែនមាតាធ្វើឲ្យទេមិនមែនបិតាធ្វើឲ្យទេមិនមែនបងប្អូនប្រុសធ្វើឲ្យទេមិនមែនបងប្អូនស្រីធ្វើឲ្យទេមិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេមិនមែនពួកញាតិសាលោហិតធ្វើឲ្យទេមិនមែនពួកសមណៈព្រាហ្មណ៍ធ្វើឲ្យទេមិនមែនទេវតាទាំងឡាយធ្វើឲ្យទេបាបកម្មនោះគឺអ្នកឯងធ្វើខ្លួនឯងអ្នកឯងនឹងត្រូវទទួលវិបាកនៃបាបកម្មនោះវិញមនាលភិក្ខុទាំងឡាយលុះព្រះយមរាជបានសាកសួរដេញដោលសួរឆ្លេចឆ្លីនៅទេវទូតទី5និងបរោះនោះរួចហើយក៏ទ្រង់នៅស្ងៀមមនាលភិក្ខុទាំងឡាយពួកនិរិយបាលធ្វើនៅកម្មករឈ្មោះបញ្ចពុទ្ធភ័ណ្ឌចំណង5ប្រការចំពោះបរោះនោះគឺផ្ដេកបរោះនោះហើយបោះដៃគោលដ៏ក្តៅត្រង់ដៃខាងស្ដាំមួយបោះដៃគោលដ៏ក្តៅត្រង់ដៃខាងឆ្វេងមួយបោះដៃគោលដ៏ក្តៅត្រង់ជើងខាងស្ដាំមួយបោះដៃគោលដ៏ក្តៅត្រង់ជើងខាងឆ្វេងមួយបោះដៃគោលដ៏ក្តៅចំកណ្ដាលទ្រូងមួយបរោះនោះក៏រងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងទីនោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយពួកនិរិយបាលចាប់ផ្ដេកបរោះនោះរួចហើយទើបចាំងដោយដឹងមនាលភិក្ខុទាំងឡាយពួកនិរិយបាលចាប់បរោះនោះយកជើងឡើងលើយកក្បាលចុះក្រោមហើយច្រាស់ដោយកំបិតព្រាមនាលភិក្ខុទាំងឡាយពួកនិរិយបាលទឹមបរោះនោះនឹងរត់ហើយបរទៅបរមកលើព្រឹត្តពីរដែលភ្លើងកំពុងឆេះក្តៅសពភ្លឺច្រាលរន្ទាលសន្ធោសន្ធៅមនាលភិក្ខុទាំងឡាយពួកនិរិយបាលប្រើបរោះនោះឲ្យឡើងភ្នំឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំដែលកំពុងក្តៅសពភ្លឺច្រាលរន្ទាលសន្ធោសន្ធៅមនាលភិក្ខុទាំងឡាយពួកនិរិយបាលចាប់បរោះនោះយកជើងឡើងលើយកក្បាលចុះក្រោមហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅដែលភ្លើងកំពុងឆេះក្តៅសពភ្លឺច្រាលរន្ទាលសន្ធោសន្ធៅបរោះនោះក៏ឆេះនឹងកំសួលពពុះក្នុងខ្ទះទង់ដែងនោះកាលបរោះនោះឆេះនឹងកំសួលពពុះក្នុងខ្ទះទង់ដែងនោះជួនកាលអណ្ដែតឡើងលើម្ដងជួនកាលលិចចុះក្រោមម្ដងជួនកាលអណ្ដែតទៅទទឹងម្ដងបរោះនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងខ្ទះទង់ដែងនោះបើបាបកម្មនោះមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយពួកនិរិយបាលក៏បោះបរោះនោះទៅក្នុងមហានរកមនាលភិក្ខុទាំងឡាយមហានរកនោះសោតមានជ្រុង4មានទ្វារ4បែងចែកដោយចំណែកមានរបងដែកព័ទ្ធជុំវិញគ្របដោយគម្របដែកផ្ទៃផែនដីខាងក្រោមនៃមហានរកនោះសុទ្ធតែដែកមានភ្លើងឆេះច្រាលរន្ទាលផ្សាយទៅបាន100យោជន៍ជុំវិញតាំងនៅសពកាលមនាលភិក្ខុទាំងឡាយមហានរកនោះឯង
មានអណ្ដាតភ្លើងឆេះឡើងអំពីជញ្ជាំងខាងកើតឆាបដល់ជញ្ជាំងខាងលិចអណ្ដាតភ្លើងឆេះឡើងអំពីជញ្ជាំងខាងលិចឆាបដល់ជញ្ជាំងខាងកើតអណ្ដាតភ្លើងឆេះឡើងអំពីជញ្ជាំងខាងជើងឆាបដល់ជញ្ជាំងខាងត្បូងអណ្ដាតភ្លើងឆេះឡើងអំពីជញ្ជាំងខាងត្បូងឆាបដល់ជញ្ជាំងខាងជើងអណ្ដាតភ្លើងឆេះឡើងអំពីខាងក្រោមឆាបដល់ខាងលើអណ្ដាតភ្លើងឆេះឡើងអំពីខាងលើឆាបដល់ខាងក្រោមបុរសនោះក៏រងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងមហានរកនោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយលុះកន្លងកាលវែងឆ្ងាយទៅម្ដងមានសម័យដែលពួកនិរយបាលបើកទ្វារខាងកើតនៃមហានរកនោះបុរសនោះក៏ស្ទុះដ៏រហ័សទៅត្រង់ទ្វារនោះកាលដែលបុរសនោះស្ទុះទៅដោយសន្ទុះដ៏រហ័សភ្លើងក៏ឆេះស្បែកខាងក្រៅឆេះស្បែកក្នុងផងឆេះសាច់ផងឆេះសរសៃផងឆេះឆ្អឹងផងហើយផ្សែងត្រឡោមឡើងការលើកជើងឡើងរត់ទៅភ្លើងក៏នៅតែឆេះដូច្នោះឯងមនាលភិក្ខុទាំងឡាយកាលបុរសនោះតាំងនៅក្នុងទីនោះជាច្រើនឆ្នាំទ្វារនោះក៏និរយបាលបិទទៅវិញបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងមហានរកនោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយលុះកន្លងកាលវែងឆ្ងាយម្ដងមានសម័យដែលពួកនិរយបាលបើកទ្វារខាងលិចនៃអបជ័យមហានរកនោះឡាបើកទ្វារខាងជើងឡាបើកទ្វារខាងត្បូងបុរសនោះក៏ស្ទុះដោយសន្ទុះដ៏រហ័សទៅត្រង់ទ្វារនោះកាលបុរសស្ទុះទៅដោយសន្ទុះដ៏រហ័សភ្លើងក៏ឆេះស្បែកក្រៅផងឆេះស្បែកក្នុងផងឆេះសាច់ផងឆេះសរសៃផងឆេះឆ្អឹងផងហើយផ្សែងត្រឡោមឡើងការលើកជើងឡើងរត់ទៅភ្លើងក៏នៅតែឆេះប្រកបដូច្នោះឯងមនាលភិក្ខុទាំងឡាយកាលបុរសនោះតាំងនៅក្នុងទីនោះជាច្រើនឆ្នាំទ្វារនោះក៏និរយបាលបិទទៅវិញបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងមហានរកនោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយលុះកន្លងកាលវែងឆ្ងាយទៅម្ដងមានសម័យដែលពួកនិរយបាលបើកទ្វារខាងកើតនៃមហានរកនោះបុរសនោះក៏ស្ទុះទៅដោយសន្ទុះដ៏រហ័សទៅត្រង់ទ្វារនោះកាលបុរសនោះស្ទុះទៅដោយសន្ទុះដ៏រហ័សភ្លើងក៏ឆេះស្បែកក្រៅផងឆេះស្បែកក្នុងផងឆេះសាច់ផងឆេះសរសៃផងឆេះឆ្អឹងផងហើយផ្សែងត្រឡោមឡើងការលើកជើងឡើងរត់ទៅភ្លើងក៏នៅតែឆេះប្រកបដូច្នោះឯងបុរសនោះក៏ស្ទុះចេញទៅតាមទ្វារនោះមនាលភិក្ខុទាំងឡាយមានគូតនរកដ៏ធំនរកពេញហៀដោយលាមកតាំងនៅបន្តបន្ទាប់គ្នានឹងមហានរកនោះឯងបុរសនោះធ្លាក់ទៅក្នុងគូតនរកនោះមនាលភិក្ខុទាំងឡាយក្នុងគូតនរកនោះសោតមានសត្វទាំងឡាយមាត់ស្រួចដូចម្ជុលក៏គេស្បែកក្រៅលុះក៏គេស្បែកក្រៅហើយក៏គេស្បែកក្នុងលុះក៏គេស្បែកក្នុងហើយក៏គេសាច់លុះក៏គេសាច់ហើយក៏គេសរសៃលុះក៏គេសរសៃហើយក៏គេឆ្អឹងលុះក៏គេឆ្អឹងហើយទើបខាំស៊ីខួរក្នុងឆ្អឹងបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងគូតនរកនោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយមានកុកកលនរកពេញហៀដោយផេះក្តៅដ៏ធំតាំងនៅបន្ទាប់គ្នាក្នុងគូតនរកនោះឯងបុរសនោះធ្លាក់ទៅក្នុងកុកកលនរកនោះបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងកុកកលនរកនោះ
បើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយមានព្រៃរកាដ៏ធំខ្ពស់ត្រដួចឡើងមួយយោជន៍មានបន្លា16ធ្នាប់ភ្លើងឆេះក្តៅសពភ្លឺច្រាលរន្ទាលសន្ធោសន្ធើតាំងនៅបន្ទាប់គ្នានឹងកកុលនរកនោះឯងពួកនិរយបាលក៏ប្រើបុរសនោះឲ្យឡើងឲ្យចុះអំពីព្រៃរកានោះបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាលើដើមរកានោះបើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយមានព្រៃស្មៅសសិទ្ធធំតាំងនៅបន្ទាប់គ្នានឹងព្រៃរកានោះឯងបុរសនោះចូលទៅក្នុងព្រៃស្មៅសសិទ្ធនោះខ្យល់បក់ស្លឹកសសិទ្ធនោះមកកាត់ដៃកាត់ជើងកាត់ទាំងដៃទាំងជើងកាត់ស្លឹកត្រចៀកកាត់ច្រមុះកាត់ទាំងស្លឹកត្រចៀកទាំងច្រមុះរបស់បុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សានៅក្នុងព្រៃសសិទ្ធនោះបើបាបកម្មនោះមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយមានស្ទឹងទឹកផ្សារដ៏ធំតាំងនៅបន្ទាប់គ្នានឹងព្រៃសសិទ្ធនោះឯងបុរសនោះក៏ធ្លាក់ទៅក្នុងស្ទឹងនោះបុរសនោះជួនកាលអណ្ដែតបណ្ដោយខ្សែទឹកជួនកាលអណ្ដែតច្រាស់ខ្សែទឹកជួនកាលអណ្ដែតទាំងបណ្ដោយខ្សែទឹកទាំងច្រាស់ខ្សែទឹកក្នុងស្ទឹងនោះបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងស្ទឹងនោះបើបាបកម្មនោះមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយពួកនិរយបាលយកសន្ទូចស្ទូចបុរសនោះវត្តឡើងដាក់មកលើគោកហើយសួរយ៉ាងនេះថាណែបុរសអ្នកឯងប្រាថ្នាអ្វីបុរសនោះឆ្លើយយ៉ាងនេះថាបបិទ្ធលោកដ៏ចម្រើនខ្ញុំឃ្លានបាយមនាលភិក្ខុទាំងឡាយពួកនិរយបាលក៏យកកង្វេដែកដ៏ក្តៅដែលភ្លើងកំពុងឆេះសពភ្លឺច្រាលរន្ទាលសន្ធោសន្ធើមកបើកមាត់បុរសនោះហើយញាត់នៅដុំទង់ដែងដ៏ក្តៅដែលភ្លើងកំពុងឆេះសពភ្លឺច្រាលរន្ទាលសន្ធោសន្ធើទៅក្នុងមាត់ដុំទង់ដែងនោះក៏ឆេះបបោមាត់ឆេះមាត់ឆេះបំពង់កឆេះពោះនាំយកទៅទាំងពោះវៀនធំទាំងពោះវៀនតូចរបស់បុរសនោះចេញមកខាងក្រៅបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងនរកនោះបើបាបកម្មនោះមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយពួកនិរយបាលសួរបុរសនោះយ៉ាងនេះទៀតថាណែបុរសអ្នកឯងប្រាថ្នាអ្វីបុរសនោះឆ្លើយយ៉ាងនេះថាបបិទ្ធលោកដ៏ចម្រើនខ្ញុំស្រេកទឹកមនាលភិក្ខុទាំងឡាយពួកនិរយបាលយកកង្វេដែកដ៏ក្តៅដែលភ្លើងកំពុងឆេះសពភ្លឺច្រាលរន្ទាលសន្ធោសន្ធើមកបើកមាត់បុរសនោះហើយបង្អកទឹកទង់ដែងដ៏ក្តៅដែលភ្លើងកំពុងឆេះសពភ្លឺច្រាលរន្ទាលសន្ធោសន្ធើទៅក្នុងមាត់ទឹកទង់ដែងនោះក៏ឆេះបបោមាត់ឆេះមាត់ឆេះបំពង់កឆេះពោះនាំយកទាំងពោះវៀនធំទាំងពោះវៀនតូចរបស់បុរសនោះចេញមកខាងក្រោមបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាក្នុងនរកនោះបើបាបកម្មនោះមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះមនាលភិក្ខុទាំងឡាយពួកនិរយបាលបោះទម្លាក់បុរសនោះទៅក្នុងមហានរកវិញមនាលភិក្ខុទាំងឡាយរឿងរ៉ាវធ្លាប់មានមកហើយថាព្រះយមរាជមានសេចក្តីត្រេះរិះដូចនេះថាបានឮថាសត្វទាំងឡាយណាធ្វើបាបកម្មក្នុងលោកសត្វនោះឯងរមែងត្រូវគេធ្វើកម្មករផ្សេងមានសភាពយ៉ាងនេះអោណអាត្មាអញសូមឲ្យបានអត្តភាពជាមនុស្សឲ្យទាន់ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធត្រាស់ឡើងក្នុងលោកសូមឲ្យអាត្មាអញចូលទៅអង្គុយចិត្តព្រះមានព្រះភិក្ខអង្គនោះបើព្រះមានព្រះភិក្ខអង្គនោះទ្រង់សម្ដែងធម៌
ប្រោសអាត្មាអញសូមឲ្យអាត្មាអញយល់ច្បាស់នៅធម៌របស់ព្រះមានព្រះភិក្ខុអង្គនោះមនាលភិក្ខុទាំងឡាយឯតថាគតមិនមែនបានស្ដាប់រឿងនោះឯងអំពីសមណៈឬព្រាហ្មណ៍ដតីណាមួយហើយនាំមកសម្ដែងទេតាមដែលពិតនោះតថាគតសម្ដែងរឿងដែលតថាគតដឹងខ្លួនឯងឃើញខ្លួនឯងយល់ខ្លួនឯងតែមួយយ៉ាងលុះព្រះមានព្រះភិក្ខុទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយព្រះសុគតទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយទើបព្រះសាស្តាទ្រង់ត្រាស់និពន្ធគាថានេះតទៅថាមាននុបទាំងឡាយណាដែលយមរាជដាស់តឿនដោយទេវទូតទាំងឡាយហើយក៏នៅតែប្រមាថមាននុបទាំងនោះឯងជាអ្នកបាននៅកាយដ៏ថោកទាបរមែងសោកសៅអស់កាលយូរអង្វែងចំណែកមាននុបណាក្នុងលោកនេះជាសពបុរសមានសន្តានស្ងប់រងាប់ដែលយមរាជដាស់តឿនដោយទេវទូតទាំងឡាយហើយតែមិនប្រមាថក្នុងអរិយធម៌ក្នុងកាលណាឡើយរមែងឃើញនៅភ័យក្នុងឧបាទានជាហេតុកើតឡើងនៃជាតិនិងមរណៈតែងចុះចិត្តសុខក្នុងព្រះនិព្វានជាធម្មជាតិអស់ទៅនៃជាតិនិងមរណៈព្រោះមិនប្រកាន់មាំមាននុបនោះឯងជាអ្នកដល់នៅទីដ៏ក្សេមមានសេចក្តីសុខរលត់កលេសក្នុងបច្ចុប្បន្នជាអ្នកកន្លងផុតនៅពៀនិងភ័យទាំងពួងបានឆ្លងផុតនៅទុក្ខទាំងពួងចប់ទេវទូតសូត្រទី10ចប់សញ្ញតវគ្គទី3